អ្នកនរដឹងថា MS ឬមក MS ជាម៉ាកកាបូបស្បែកប្រណិតដែលមានអាយុកាលចាស់ជាងគេលើពិភពលោកដែលវាបង្កើតឡើងតាំងពីឆ្នាំ1837ហើយមកដល់ពេលបច្ចុប្បន្នម៉ាកមួយហ្នឹងគឺគ្រប់គ្រងដោយគ្រួសារ6ជំនាន់គ្រប់យ៉ាងចាប់ផ្ដើមពីលោក Terry MS ធ្វើម៉ាកកាបូបមួយហ្នឹងនៅទីក្រុងប៉ារីសប្រទេសបារាំងឆ្នាំ1837ប៉ុន្តែ MS កើតនៅបារាំងមែនប៉ុន្តែ Terry MS ខ្លួនឯងផ្ទាល់គឺជាជនជាតិអាល្លឺម៉ង់មូលហេតុគឺជាពេលដែលគាត់កើតមកនៅក្នុងអំឡុងឆ្នាំ1801ហ្នឹងគាត់មានបងប្អូន6នាក់ហើយគាត់បើគេកើតមកមិនទាន់បានប្រមាណមានសង្គ្រាមរវាងអាល្លឺម៉ង់ហើយនិងបារាំងណាប៉ូឡេអុងបូណាប៉ាតបន្ទាប់ពីសង្គ្រាមចប់នៅស្រុកហ្នឹងចាប់ផ្ដើមមានមេរោគចូលមកក្រុមគ្រួសាររបស់គាត់ចាប់ផ្ដើមបាត់បង់ជីវិតម្ដងម្នាក់រហូតដល់ចុងក្រោយសល់តែគាត់ម្នាក់ឯងហើយនៅពេលហ្នឹងអត់មានគេពិភាក្សាជាមួយអត់ដឹងថាត្រូវធ្វើអីជំរឿសរបស់គាត់មានតែមួយគត់គឺធ្វើដំណើរចាកចេញពីអាល្លឺម៉ង់ទៅទីក្រុងប៉ារីសប្រទេសបារាំងដើម្បីរកការងារធ្វើចុងក្រោយគាត់បានទៅធ្វើការនៅហាងដេរស្បែកមួយដាក់ដៃរបស់គាត់ល្បីគ្រប់គ្នាគេស្គាល់គាត់រហូតដល់អ្នកមានសមត្ថភាពមានលុយច្រើននៅពេលដែលទៅហាងហ្នឹងគឺចង់ឲ្យតែ Terry MS ជាអ្នកធ្វើស្បែកហ្នឹងឲ្យនៅពេលដែលឈ្មោះគាត់ល្បីទៅហើយអត់មានអីត្រូវចាំទៀតទេ Terry MS សម្រាប់នឹងបើកហាងខ្លួនឯងនៅក្នុងឆ្នាំ1837ហ្នឹងតែម្ដងហើយស្បែកដែលផ្ដោតសំខាន់នៅក្នុងហាងរបស់គាត់គឺស្បែកកែបដាក់នៅលើខ្នងសេះនៅក្នុងសម័យមុនអ្នកមានលទ្ធភាពគឺគេជីសេះអញ្ចឹងការដាក់ស្បែកកែបដែលស្អាតប្រណិតអង្គុយស្រួលខ្លួនគឺដោយការតុបតែងឡានសម័យឥឡូវអញ្ចឹងគេឈ្មោះ Terry MS ល្បីខ្លាំងនៅក្រុងប៉ារីសរហូតដល់គេហៅគាត់ថាជា icon យេស៊ូស្ដាប់ងាយប្រៀបធៀបមកដល់ស្រុកខ្មែរបច្ចុប្បន្នបើសិនជាយើងនឹកឃើញរឿងគ្រឿងអលង្ការធ្វើដោយដៃប្រណិត handmade local brand ដែលមាន design ស្អាតគឺយើងនឹងនឹកឃើញជាងបាក់វ៉ាន់ស៊ី CBBS ក្រៅពីមានស្នាដៃល្អហើយគាត់មានទឹកមាត់ប្រៃបកែលួងលោមធ្វើឲ្យភ្ញៀវរបស់គាត់អាចរងចាំគាត់បានព្រោះគ្រប់យ៉ាងធ្វើឡើងដោយដៃមិនអាចធ្វើលឿនបានអញ្ចឹងអ្នកចង់បានផលិតផលពី Terry MS គឺត្រូវរងចាំឲ្យគ្រប់គ្នាចាំទាំងអស់ក្រៅពីហ្នឹងគាត់មានតាក់ទិចមួយទៀតគឺនឹងបង្កើតការ display ជំនាន់មុនគេអត់សូវខ្វល់រឿង display តែ Terry MS នៅពេលដែលគាត់ធ្វើ product មួយចេញមកគឺគាត់ដាក់ display តាំងលម្អតំណាងឲ្យរដូវកាលផ្សេងៗគ្នារដូវណាគួរប្រើ design មិនពណ៌មិនរូបរាងមិនគឺគាត់ដូរតាមរដូវកាលហ្នឹងឥឡូវវាខ្លាយជា trending មកដល់ពេលបច្ចុប្បន្ន profession design ផ្សេងៗគឺមានចេញមកតាមរដូវកាលលើសពីហ្នឹងទៀតគាត់ចាប់ផ្ដើមស្វែងយល់ពីតាក់ទិចទំហំផ្នែកខាងក្រោមឬក៏ដងចង្កេះឬក៏ទំហំកផ្លូវរបស់មនុស្សនៅពេលដែលអង្គុយលើខ្នងសេះគួរធ្វើរចនាបែបណាកលៈកោមិនដើម្បីអង្គុយទៅកាន់តែស្រួលអញ្ចឹងគ្រប់យ៉ាងរួមបញ្ចូលគ្នាគេនិយម Terry MS ទុះខ្លាំងខ្ញុំដឹងថាយើងស្ដាប់ពីរឿងនេះសម័យឥឡូវវាមិនអស្ចារ្យតែយើងត្រូវទាញខ្លួនឯងត្រឡប់ទៅក្រោយវិញក្នុងឆ្នាំ1830ជាទើបយើងដឹងថាតាក់ទិចទាំងអស់ហ្នឹងជាចំណុចនៃការចាប់ផ្ដើមរហូតដល់ Mark MS ល្បីដល់ពេលមិនថានៅអឺរ៉ុបនៅអាស៊ីនៅអាហ្វ្រិកគឺមានឈ្មោះ MS រហូតគ្រប់យ៉ាងដែលយើងប្រើប្រាស់ក្នុងពេលបច្ចុប្បន្នគឺមាន root មិនថាអាវមិនថាកាបូបមិនថាវ៉ាលីតែ root ហ្នឹងអ្នកណាអ្នកធ្វើគិតតែ MS ហ្នឹងមែនទេជនជាតិអាមេរិកអ្នកបង្កើត root ហ្នឹងប៉ុន្តែវាអត់ទាន់និយមហើយចុងក្រោយ Mark MS បានទៅយក root ហ្នឹងទិញ license ឬក៏សិក្សាយ៉ាងណាយើងអត់ដឹងទេក្នុងរបស់គេហើយយកវាមករចនាដាក់នៅលើអាវលើកាបូបលើសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃរហូតដល់គ្រប់គ្នាមើលឃើញថាមានភាពងាយស្រួលព្រោះវាបង្ការបានច្រើនជំនាន់ហ្នឹងបង្ការបានតាំងពីការកពុបធ្លាក់ចេញមកក្រៅឬក៏ចោលលួចអីចឹង1927គាត់ចាប់ផ្ដើមធ្វើគ្រឿងអលង្ការ1928ចាប់ផ្ដើមធ្វើស្បែកជើងហើយនឹងនាឡិកាតបន្ទាប់ទៀតយើងចាប់ផ្ដើមឃើញ MS ចាប់ផ្ដើមមានទឹកអប់មានក្រវ៉ាត់កមានខ្សែក្រវ៉ាត់អីចឹងទៅ MS ចាប់ផ្ដើមរុករកវិធីផ្សេងធ្វើយ៉ាងណាឲ្យផលិតផលរបស់គាត់ខ្លាយជាផលិតផលប្រណិតហើយតាក់យកអ្នកមានគ្រួសាររាជវង្សអ្នកមានឋានៈយ៉ាងកាលណាមនុស្សទាំងអស់នឹងប្រើអ្នកផ្សេងដែលមិនមានលទ្ធភាពគឺរំពឹងចង់បានហើយអ្នកដែលមានលទ្ធភាពក៏បន្តទិញហើយសម្រាប់ការធ្វើវីដេអូហ្នឹងខ្ញុំទទួលបាន sponsor ពីជាងបាក់វ៉ាន់ស៊ី CBBS sponsor អីឲ្យខ្ញុំអត់ទាន់ប្រាប់ទេចាំតិចទៀតអាចនឹង sponsor ពេជ្រ